អ្នកទាំងអស់គ្នាពេលប្រើទូរស័ព្ទពីរគ្រឿងហើយទូរស័ព្ទមួយទៀតអត់មានលុយហើយទូរស័ព្ទមួយទៀតមានលុយអញ្ចឹងយើងចង់ភ្ជាប់អ៊ីនធឺណិតពីទូរស័ព្ទមានលុយទៅទូរស័ព្ទអត់លុយដើម្បីប្រើប្រាស់អ្នកទាំងអស់គ្នាតែងតែលើកគេនិយាយថា hotspot បាទ hotspot ហើយអញ្ចឹងអ្នកទាំងអស់គ្នាចូលមកមើលវីដេអូនេះមកដើម្បីយល់ដឹងពី hotspot តើគេគួរធ្វើបែបម៉េចដើម្បីចែករំលែកអ៊ីនធឺណិតពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀតដោយងាយៗតើឥឡូវចូលជាមួយខ្ញុំទាំងអស់គ្នាទីមួយយើងចូលទៅកាន់ setting របស់ទូរស័ព្ទរបស់យើងមក setting ទូរស័ព្ទរបស់យើងបាទយើង select ចូលមកយើងនឹងឃើញ function របស់វាជាច្រើនប៉ុន្តែអ្វីដែលយើងត្រូវចូលនោះគឺយើងចូលទៅកាន់ hotspot ពាក្យថា hotspot នេះអ្នកទាំងអស់គ្នាពាក្យថា hotspot បាទ hotspot អញ្ចឹងចំណុចកន្លែងនេះអ្នកទាំងអស់គ្នា select ចូលមកគឺវានឹងឃើញពាក្យថា hotspot ពាក្យថា personal hotspot នៅកន្លែងនេះបាទកន្លែងអស់នេះបាទកន្លែងអស់នេះយើងចុចកន្លែងអស់មួយនឹងមកបាទចុចកន្លែងអស់មួយនឹងមកវានឹងឃើញកន្លែងដែលយើងត្រូវបើកហើយពេលដែលយើងចង់បើកទៅទូរស័ព្ទណាគេមួយយើងចុចបើកខាងលើនឹងមកបាទចុចបើកខាងលើនេះមកបាទហើយមានវិធីមួយទៀតយើងអាចចុចកន្លែង hotspot នេះក៏បាននេះកន្លែងខ្ញុំគូសសំណាមមួកហ្នឹងណាបាទគឺកន្លែងនេះបាទអញ្ចឹងបើយើងមិនចង់យើងចុចកន្លែងនេះក៏បានដែរតែកន្លែងនេះគឺវាមានលេខកូដបាទលេខកូដនៅខាងក្រោមបើយើងចង់បដូរវាយើងចុចមកចង់បដូរឈ្មោះក៏យើងអាចបដូរបានបាទចង់បដូរឈ្មោះមកតែខ្ញុំអត់បដូរទេអ្នកទាំងគ្នាចង់បដូរឈ្មោះគឺយើងបដូរមកអញ្ចឹងខ្ញុំទុកឈ្មោះដដែលគឺ Techno Spark 30C បាទហើយលេខកូដរបស់ខ្ញុំគឺ Grade 7 Grade 8ហើយខាងក្រោមនេះយើងចង់ដាក់ដល់ 5G Hz ក៏បានតែយើងមិនដាក់ដល់ច្រើនក៏បានដែរយើងដាក់ត្រឹមតែ2ហ្នឹងក៏បានដែរវាអត់ជាបញ្ហាអីទេហើយកន្លែង security នេះយើងអត់បាច់បដូរវាទេបើយើងចង់បដូរលេខកូដគឺយើងបដូរយើងចង់បដូរលេខកូដបែបណាក៏បានដែរអាលេខអក្សរក៏បានបែបម៉េចក៏បានអញ្ចឹងកន្លែងនេះហើយពេលដែលយើងបដូរហើយឧទាហរណ៍យើងបដូរលេខកូដទៅជាលេខផ្សេងណានេះយើងដាក់លេខផ្សេងបានណាហើយយើងចុចគ្រីសតែខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាដើម្បីបដូរតែខ្ញុំអត់បដូរទេខ្ញុំដាក់លេខដដែលបាទអញ្ចឹងខ្ញុំចុចគ្រីសវាមកបាទគ្រីសខាងលើហ្នឹងមកហើយនេះកន្លែងបើកបាទបើកទៅវានឹងឃើញសញ្ញាមួយនៅខាងលើនេះបាទសញ្ញាមួយនៅខាងលើគឺជាសញ្ញា hotspot តែពេលយើងចុចចង់បិទវិញយើងគ្រាន់តែចុចលើវាមកបាទគាត់ចុចលើវាប៉ុបមកខាងនេះវាបិទហើយឃើញអត់ហ្នឹងហើយនេះជាការបើក hotspot ពីទូរស័ព្ទមួយទៅទូរស័ព្ទមួយដែលអត់មានអ៊ីនធឺណិតអាហ្នឹងយើងម្ដងមកកាលអញ្ចឹងណាហ្នឹងហើយយើងបដូរលេខកូដដើម្បីប្រើប្រាស់ហើយពេលដែលគេចង់ hotspot ពីយើងទៅយើងគ្រាន់តែចុច hotspot មកយើងប្រាប់លេខកូដទៅគឺគេនឹងបើកបានហើយអ្វីដែលគេបើកហ្នឹងគឺគេបើកទៅលើ Wi-Fi បាទគេបើកទៅកន្លែង Wi-Fi នេះបាទចុចកន្លែង Wi-Fi ហ្នឹងមកគឺនឹងឃើញឈ្មោះហើយអញ្ចឹងគេស្វែងរកឈ្មោះដូចជានៅក្នុង Wi-Fi អ៊ីនធឺណិតដែលយើងភ្ជាប់កន្លែងហាងកាហ្វេឬកន្លែងណាមួយអញ្ចឹងណានឹងឲ្យរកទៅចុចឈ្មោះយើងពងមកឧទាហរណ៍ឥឡូវឈ្មោះយើងមួយណាឈ្មោះយើងនេះមួយហើយយើងចុចលេខកូដមកហ្នឹងហើយឧទាហរណ៍ឈ្មោះនេះអញ្ចឹងយើងវាយលេខកូដមកបាទ Grade 7 Grade 8ហ្នឹងមកអូខេអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអាចមើលវីដេអូនៅក្នុងពីដើមដល់ចប់បានហើយបើសិនណាមានចម្ងល់អាចឆាតសួរនៅក្នុង comment បានណាហ្នឹងហើយអរគុណដែលតាមដានពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយ